អោខេត្តសៀមរាបប្រៀបថាណោសតកាលខ្ញុំប្រតិទ័នការបាត់ដំបងដល់ចិនគំរួញគួនគិនគេងផ្សងតែបាត់ដំបងបងស្មាចំបាឥឡូវបានយល់ចំពេសៀមរាបក្រអូបជួតជ្រាបពោពេញអរ៉ាប្រាសាទគោកនគរឬប្រាសាទគោកហនគរមានទីតាំងស្ថិតនៅក្នុងបរិវេណវត្តគោកហនគរក្នុងភូមិត្រដក់ពងឃុំពងរស្រុកតាំងគោកខេត្តកំពង់ធំដែលស្ថិតនៅភាគអាគ្នេយ៍នៃទីរួមខេត្តកំពង់ធំក្នុងចម្ងាយប្រមាណ67គីឡូម៉ែត្រនិងនៅភាគពាយ័ននៃរាជធានីភ្នំពេញដែលមានចម្ងាយប្រមាណ100គីឡូម៉ែត្រយើងអាចធ្វើដំណើរពីភ្នំពេញទៅកាន់បុរាណដ្ឋាននេះបានតាមរយៈផ្លូវជាតិលេខ6ដោយត្រូវធ្វើដំណើរឆ្លងកាត់ខេត្តចំនួន2គឺខេត្តកណ្ដាលនិងខេត្តកំពង់ចាមបត់ចូលតាមផ្លូវបំបែកត្រង់ស្គុនដើមឡើយប្រាសាទនេះស្ថិតនៅក្នុងស្រុកបារាយឯណោះទេប៉ុន្តែយោងតាមអនុក្រឹត្យលេខ5ចុះនៅថ្ងៃទី8ខែមករាឆ្នាំ2019រាជរដ្ឋាភិបាលបានសម្រេចបង្កើតស្រុកថ្មីមួយគឺស្រុកតាំងគោកដោយបានកាត់ឃុំចេញពីស្រុកបារាយបន្ថែមទៅលើស្រុកក្រុងដែលមានស្រាប់ចំនួន8ដោយហេតុនេះហើយទើបធ្វើឲ្យប្រាសាទគោកនគរត្រូវបានស្ថិតនៅក្នុងស្រុកតាំងគោកនៃខេត្តកំពង់ធំសប្តាហ៍ថ្ងៃរយព្រួយរយនឹករយសែនទន្ទឹងនៅពេលយើងធ្វើដំណើរចូលដល់ទឹកដីខេត្តកំពង់ធំនិងបន្តដំណើរចម្ងាយប្រមាណជា5គីឡូម៉ែត្រទៀតយើងនឹងឃើញខ្លោងទ្វារមួយលម្អដោយរូបប្រាសាទកំពូល3ស្ថិតនៅចំខាងឆ្វេងដៃដែលមានចារឹកអក្សរថាវត្តគោកហនគរមានតែអ្នកហើយព្រះលោដំនៅខាងក្រោមខ្លោងទ្វារនេះមានផ្លូវក្រាលបេតុងប្រហែល2គីឡូម៉ែត្ររត់ត្រង់ពីជើងទៅត្បូងដើម្បីទៅកាន់ប្រាសាទយើងត្រូវធ្វើដំណើរលើផ្លូវនេះបន្តរហូតចូលដល់បរិវេណនៃវត្តគោកហនគរព្រោះប្រាសាទនេះបានបង្កប់ខ្លួននៅកណ្ដាលបរិវេណនៃវត្តគោកហនគរនិងស្ថិតនៅចំទិសខាងជើងនៃព្រះវិហារប្រជាជននៅក្បែរតំបន់នេះតែងមកធ្វើការបន់ស្រន់ក្នុងទីប្រាសាទនេះទៅតាមជំនឿរៀងៗខ្លួនគេសង្កេតឃើញថាមានវាលទំនាបមានជីជាតិសម្រាប់ដំណាំកសិកម្មនៅជុំវិញប្រាសាទហើយវាលទំនាបនេះជាវាលស្រែបន្តរហូតដល់បឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំងចំពោះទីតាំងភូមិសាស្ត្រនៃប្រាសាទកាលពីដើមឡើយវិញយើងឃើញថាប្រាសាទនេះគឺស្ថិតនៅលើបណ្ដោយផ្លូវបុរាណមួយដែលចេញពីតំបន់នគររត់មកតាមកំពង់ក្ដីប្រាសាទទ្វារក្ដីប្រាសាទអណ្ដែតវត្តស្លែងគោករកាភ្នំសន្ទុកបន្តរហូតដល់ម្ដុំស្រុកជើងព្រៃដែលមានប្រាសាទជាង20ប្រាសាទគោកហនគរមានស្ថានភាពមិនខុសប្លែកពីប្រាសាទនានានៅក្នុងទឹកដីប្រទេសកម្ពុជាយើងទេដែលបានទទួលរងនូវការបំផ្លិចបំផ្លាញពីមនុស្សនិងធម្មជាតិផ្សេងៗនៅចំតួប៉មកណ្ដាលនៃប្រាសាទយើងសង្កេតឃើញថាមានសភាពបែកបាក់ខូចខាតដោយក្បាច់កំពូលបានបាក់រលំបាត់បង់គ្មានសល់នៅខាងកើតតួប៉មប្រាសាទនេះវិញមានយ៉រវែងមួយដែលគេហៅវាថាបណ្ដូបដោយដំបូលមួយផ្នែករបស់បណ្ដូបបានធ្លាក់របេះអស់មួយជំហៀងទៅហើយប៉ុន្តែជញ្ជាំងនៅមានសភាពរឹងមាំល្អនៅឡើយ
ប្រសិនបើយើងធ្វើការប្រៀបធៀបតួប៉មនិងបណ្ដូបនេះទៅនឹងអគារដទៃទៀតយើងនឹងឃើញថាសំណង់កណ្ដាលនៃបរិវេណប្រាសាទនេះនៅមានសភាពរឹងមាំនៅឡើយទោះបីជាផ្នែកខ្លះមានការបាក់បែកក៏ដោយនៅគុបរៈខាងលិចឬគុបរៈបញ្ឆោតនិងគុបរៈខាងកើតគេសាងសង់តម្រៀបគ្នាជាជួរនិងតួប៉មកណ្ដាលបង្កើតបានជាអរត់ត្រង់ពីកើតទៅលិចក៏មានសភាពទ្រុឌទ្រោមដូចគ្នាផ្នែកខាងលើរបស់គុបរៈខាងកើតមានលម្អដោយតួប្រាសាទបង្រួមគ្នាជាពីរថ្នាក់ចំណែកឯគុបរៈបញ្ឆោតវិញយើងឃើញថានៅមានសភាពរឹងមាំនិងមិនសូវមានការបាក់បែកដូចគុបរៈខាងកើតនោះទេគុបរៈបញ្ឆោតនេះមានការខូចខាតតែផ្ដែកដំបូលប៉ុណ្ណោះដោយព្រំដំបូលបានរបេះជ្រុះជាអន្លើយហើយតួប្រាសាទបង្រួមខ្នាតមានការសឹករិចរិលស្ទើរតែមើលរូបរាងមិនស្គាល់ទៅហើយហោត្រៃគឺជាសំណង់តូចមួយដែលបែរមុខបញ្ចាំងមករកតួប៉មសំខាន់នៃប្រាសាទចំពោះប្រាសាទគូហនគរនេះវិញគឺមានហោត្រៃមួយដែលស្ថិតនៅខាងឆ្វេងច្រកចូលទៅកាន់ប៉មកណ្ដាលដែលមានសភាពជរាដោយផ្នែកខាងមុខនាទិសខាងលិចនៃហោត្រៃនេះបានបាក់រលំធ្លាក់ចុះមកដីคล้ายជាគំនរថ្មទៅហើយអូនប្រាប់ថានៅក្បែរហោត្រៃភាគខាងត្បូងឈៀងខាងលិចមានអគារមួយដែលសង់អែបជាប់នឹងកំពែងប្រាសាទដែលមានរូបរាង4ជ្រុងទ្រវែងដែលអ្នកស្រុកនៅទីនោះឲ្យឈ្មោះថាគុកសំពៅអគារគុកសំពៅនេះមានលក្ខណៈចាស់ទ្រុឌទ្រោមទៅហើយផ្ទៃអគារមួយចំហៀងទៀតក៏ត្រូវបានបាក់បែកផងដែរជួបហើយចង់ជួបទៀតប្រាសាទនេះមានកំពែងសាងសង់ឡើងពីថ្មបាយក្រៀមហ៊ុំព័ទ្ធជុំវិញប្រាសាទដែលសពថ្ងៃនេះកំពែងនេះរលំជ្រុះថ្មផ្នែកខាងលើហើយកន្លែងខ្លះទៀតបានបាក់សល់តែពាក់កណ្ដាលជញ្ជាំងប៉ុណ្ណោះបងនៅនឹកមិនភ្លេចនាទិសខាងកើតមានស្រះទឹកចំនួន3ដែលស្រះទឹកទាំងនេះសពថ្ងៃមានជម្រៅកាន់តែរាក់ទៅហើយមិនអស់អាឡ័យថ្លៃជីវិតធ្លាប់នៅចិត្តយើងអាចដឹងនឹងកំណត់អាយុកាលរបស់ប្រាសាទនានាបានតាមរយៈការសិក្សាលើសាលាចរិតដែលបានតម្កល់ទុកនៅក្នុងប្រាសាទនោះដែលមាននិយាយតាក់ទងនឹងរាជស្ដេចដែលបានសាងសង់និងមានចុះការបរិច្ឆេទនៃការសាងសង់ប៉ុន្តែប្រាសាទគុកនគរនេះមិនបានបន្សល់ទុកសាលាចរិតណាមួយដើម្បីឲ្យយើងសិក្សានិងកំណត់អាយុកាលបរិច្ឆេទនៃការសាងសង់ប្រាសាទឡើយប៉ុន្តែទោះបីជាគ្មានសាលាចរិតណាមួយនៅសេសសល់សម្រាប់បញ្ជាក់ក៏ដោយក៏យើងអាចដឹងពីលក្ខណៈអាយុកាលរបស់ប្រាសាទនេះបានតាមរយៈការសិក្សាប្រៀបធៀបរចនាសម្ព័ន្ធប្លង់ទូទៅនៃប្រាសាទបច្ចេកទេសនៃការសាងសង់ទ្រង់ទ្រាយរូបរាងនិងក្បាច់សិល្បៈតុបតែងលម្អស្ថាបត្យកម្មប្រាសាទបានដែរតាមរយៈក្បាច់តុបតែងលម្អស្ថាបត្យកម្មទាំងនេះបានបង្ហាញឲ្យយើងឃើញថាសិល្បៈនៃប្រាសាទនេះមានលក្ខណៈស្ថិតនៅក្នុងអន្តរកាលរវាងរចនាបថឃ្លាំងនិងរចនាបថបាភួនដែលរចនាបថនេះបានស្ថិតនៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី1ដែលសោយរាជ្យនៅចន្លោះក្នុងឆ្នាំ1002ទៅដល់1050ម្យ៉ាងទៀតប្រាសាទនេះបានសាងសង់នៅគុបរៈបញ្ឆោតមួយបែរមុខទៅទិសខាងលិចដែលជាទូទៅគុបរៈបញ្ឆោតនេះត្រូវបានគេយកមកប្រើប្រាស់ច្រើននៅក្នុងស្ថាបត្យកម្មនាសតវត្សទី11ដូច្នេះយើងអាចសន្និដ្ឋានបានថាប្រាសាទគុកនគរត្រូវបានសាងសង់ឡើងនៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី1នៅក្នុងសតវត្សទី11បានដំបងកងកម្មប្រាសាទគុកនគរនេះកាលដើមឡើយត្រូវបានប្រជាជនឲ្យឈ្មោះថាគុកនគរដែលបានផ្សំឡើងពីពាក្យខ្មែរថាគុកនិងពាក្យសំស្ក្រឹតថានគរពាក្យគុកនគរនៅទីនេះមានន័យថាបន្ទប់តូចងងឹតបិទជិតដោយជញ្ជាំង4
ដែលសំដៅទៅតួប៉មកណ្ដាលឯពាក្យនគរមានន័យថាបុរីឬក្រុងហើយពាក្យនគរនេះក៏មានការវិវត្តទៅជាពាក្យអង្គរនៅក្នុងភាសាខ្មែរផងដែរជាក់ស្ដែងដូចជាពាក្យអង្គរវត្តជាដើមនៅពេលយើងផ្សំន័យនៃពាក្យទាំងពីរនេះចូលគ្នាយើងនឹងបានន័យនៃពាក្យគុកនគរថាបន្ទប់តូចងងឹតនៃប្រាសាទរបស់ក្រុងមកតែខ្លះទៀតថាគុកនៅទីនេះមានន័យថាប្រាសាទដែលនាំឲ្យន័យរបស់ពាក្យគុកនគរទៅជាពាក្យប្រាសាទរបស់ក្រុងដូច្នេះហើយតាមរយៈន័យទាំងនេះយើងអាចយល់បានថាកាលពីដើមទីតាំងប្រាសាទនេះទំនងជាទីប្រជុំជនមួយកាលពីសម័យបុរាណទោះបីជាពេលនេះយើងមិនអាចស្មានដឹងបានឡើយថាមានទំហំតូចឬធំប៉ុណ្ណានោះទេម្យ៉ាងវិញទៀតការគិតដូច្នេះក៏មិនមែនថាគ្មានមូលដ្ឋានដែរត្បិតយើងអាចគិតយល់ដោយងាយៗបានថាកាលពីដើមឡើយនៅសម័យបុរាណទីណាដែលមានប្រាសាទទីនោះប្រកាសណាស់មានមនុស្សរស់នៅជុំវិញហើយព្រោះប្រាសាទគេសាងសង់ឡើងក្នុងគោលបំណងទុកជាទីសក្ការៈសម្រាប់ឲ្យមនុស្សធ្វើការគោរពបូជាទៅកាន់អាទិទេពគេមិនអាចសាងសង់ប្រាសាទដោយទុកឲ្យដាច់ដោយឡែកឯកាពីទីប្រជុំជនបានឡើយហើយប្រសិនបើយើងធ្វើការប្រៀបធៀបគំនិតនេះមកនឹងតថភាពសង្គមសប្តាហ៍ថ្ងៃវិញយើងឃើញថាវាក៏មិនខុសគ្នាប៉ុន្មានដែរពោលគឺដូចនឹងការដែលសាងសង់វត្តអារាមព្រះពុទ្ធសាសនាទុកជាកន្លែងសម្រាប់គោរពបូជាប្រសិនបើគ្មានមនុស្សមកគោរពប្រតិបត្តិទេដូច្នេះវត្តនោះក៏មិនអាចកើតឡើងបានដែរប៉ុន្តែក្រោយមកមានមតិខ្លះយល់ច្រឡំពាក្យគុកនៅទីនេះមានន័យថាជាទីសម្រាប់ឃុំឃាំងអ្នកទោសទៅវិញដូច្នេះហើយទើបគេធ្វើការផ្លាស់ប្ដូរឈ្មោះកុំឲ្យមានឈ្មោះមិនល្អជាប់នឹងពាក្យគុកច្រវាក់ដូច្នេះហើយគេបានប្ដូរឈ្មោះពីគុកនគរទៅជាពាក្យគុកហនគរហើយពាក្យថាគុកហៈដែលជាពាក្យបាលីនិងសំស្ក្រឹតដែលមានន័យថារូងភ្នំជារូងធំធំដែលកើតឯងនៅក្នុងភ្នំដូចនេះពាក្យគុកហនគរមានន័យថារូងភ្នំរបស់ក្រុងត្រជាងព្រៀបបានសំដែរអងអែលហរិទេឲ្យកើតក្តីស្នេហ៍សំពកំពតនៅអិនកែប្រែគុណយូរតាប្រសិនបើយើងមើលប្រាសាទនេះពីលើអាកាសយើងនឹងឃើញថាប្រាសាទកុហានគរនេះគឺជាប្រាសាទមួយដែលមានទំហំតូចល្មមនឹងត្រូវបានសង់ឡើងដោយបែរមុខទៅទិសខាងកើតមានកំពែងថ្ម3គ្រាមួយជាន់ព័ទ្ធជុំវិញនិងសង់នៅលើដីរាបស្មើលើខឿនតែមួយជាន់ដែលមានប្លង់ជារាងចតុកោណកែងមានប្រវែងបណ្ដោយលាតសន្ធឹងពីកើតទៅលិចប្រមាណជា35ម៉ែត្រនិងប្រវែងទទឹងលាតសន្ធឹងពីជើងទៅត្បូងប្រមាណ25ម៉ែត្រនៅក្នុងបរិវេណប្រាសាទគេបានសង់តួប៉មតូលធំខ្ពស់មួយដែលតួប៉មនេះមិនបានស្ថិតនៅចំកណ្ដាលនៃបរិវេណប្រាសាទទេគឺខិតទៅទិសខាងលិចដើម្បីទុកទីធ្លានៅប៉ែកខាងកើតតួប៉មសម្រាប់សង់អគារលយចេញមកក្រៅជាយ៉ឬមណ្ឌពដែលភ្ជាប់នឹងជញ្ជាំងខាងកើតតួប៉មនៅក្បែរតួប៉មកណ្ដាលនាទិសខាងត្បូងជាខាងកើតមានអគារមួយដែលបែរមុខច្រាស់នឹងតួប៉មដែលអគារនោះគេហៅថាហោត្រៃចំណែកឯនៅក្បែរហោត្រៃភាគខាងត្បូងជាងខាងលិចក៏មានអគារមួយដែលសង់នៅខាងក្រៅជាប់នឹងកំពែងប្រាសាទមានរាង4ជ្រុងទ្រវែងដែលមានឈ្មោះថាគុកសំពៅនៅជុំវិញប្រាសាទមានកំពែងព័ទ្ធជុំវិញមានរាងចតុកោណកែងហើយនៅចំកណ្ដាលជ្រុងកំពែងខាងកើតនិងខាងលិចមាននៅកុបរៈចំនួន2ដែលកុបរៈខាងកើតជាច្រកដែលអាចចេញចូលបានឯកុបរៈខាងលិចវិញគឺជាកុបរៈបញ្ឆោតមិនអាចធ្វើដំណើរចេញចូលបានឡើយកុបរៈទាំងពីរនេះបានតភ្ជាប់ទៅនឹងតួប៉មកណ្ដាលស្ថិតនៅតាមខ្សែអបណ្ដោយពីកើតទៅលិចកំពតរៀមសងបងជានិរន្តរ៍នៅមុខប្រាសាទនាទិសខាងកើតមានស្រះទឹកចំនួន3
តាមដែលបានរៀបរាប់ខាងលើធ្វើឲ្យយើងអាចសន្និដ្ឋានបានថាប្លង់នៃប្រាសាទកុហនគរមានទម្រង់ជាប្រាសាទយកតួប៉មកណ្ដាលជាមេដែលមានអគារតូចៗនៅជុំវិញមានកំពែងព័ទ្ធជុំវិញប្រាសាទនិងមានស្រះទឹកនៅខាងមុខកំពែងខាងកើតប្រាសាទផងដែររៀងមួយមើលអាឡ័យចំរៀងច្រៀងថ្មីនឹងក្រោយបង្អស់ក្នុងការសាងសង់ប្រាសាទនីមួយៗស្ថាបត្យករខ្មែរនាសម័យមុនតែងប្រើប្រាស់សម្ភារៈសំណង់ដូចជាឥដ្ឋថ្មភក់ថ្មបាយក្រៀមនិងឈើហើយសម្ភារៈសំណង់នីមួយៗសុទ្ធតែមានរយៈពេលនៃការពេញនិយមយកមកប្រើប្រាស់ក្នុងការសាងសង់ប្រាសាទរៀងៗខ្លួនជាចំណងក្នុងចំណោមសម្ភារៈសំណង់ទាំងនេះថ្មភក់ត្រូវបានចាត់ទុកថាជាថ្មប្រណិតមានគុណភាពមួយព្រោះវាអាចឆ្លាក់ក្បាច់និងរូបបដិមាបានល្អឯថ្មបាយក្រៀមជាថ្មដែលមានសភាពកក្រៀតកក្រើមដែលអាចធន់នឹងអាកាសធាតុគ្រប់បែបយ៉ាងហើយជាថ្មដែលមានរន្ធច្រើនមិនងាយដក់ទឹកដែលអាចបង្កឲ្យសំណង់ឆាប់ពុកផុយឡើយប៉ុន្តែមិនសូវផ្ដល់ភាពងាយស្រួលក្នុងការយកទៅប្រើប្រាស់សាងសង់សំណង់នោះទេហើយថ្មនេះមានផ្ទុកសារជាតិដែកដែលបណ្ដាលឲ្យវាប្ដូរពណ៌ទៅជាពណ៌ក្រហមឬក្រមៅនៅពេលដែលវាត្រូវនឹងអាកាសធាតុខាងក្រៅក្នុងរយៈពេលយូរជាទូទៅគេប្រើប្រាស់ថ្មបាយក្រៀមសម្រាប់យកទៅសាងសង់សំណង់នៅកន្លែងដែលមិនសូវសំខាន់និងមិនសូវចាំបាច់ក្នុងការឆ្លាក់ក្បាច់លម្អដូចជាកំពែងព័ទ្ធជុំវិញប្រាសាទនិងគ្រឹះប្រាសាទជាដើមប៉ុន្តែបើយើងក្រឡេកមកមើលប្រាសាទកុហនគរវិញយើងឃើញថាក្នុងចំណោមសម្ភារៈសំណង់ទាំងនេះស្ថាបត្យករបានជ្រើសរើសបាយក្រៀមធ្វើជាសម្ភារៈសំណង់ចម្បងមួយហើយដោយដែលយើងបានឃើញហើយថាប្រាសាទនេះសាងសង់ឡើងដោយប្រើប្រាស់ថ្មបាយក្រៀមស្ទើរតែទាំងស្រុងទៅហើយលើកលែងតែផ្នែកសំខាន់មួយចំនួនប៉ុណ្ណោះដូចជាផ្តែរហៅជាងសសរពេជ្រសសរផ្អោបជាដើមដែលត្រូវបានសាងសង់ឡើងពីថ្មភក់ចំពោះមូលហេតុដែលគេប្រើប្រាស់ថ្មភក់សម្រាប់សាងសង់កន្លែងនេះក៏ព្រោះថាថ្មភក់ជាថ្មដែលមានសាច់ម៉ត់ល្អងាយស្រួលឆ្លាក់ក្បាច់និងមើលទៅស្អាតហើយវាក៏មានភាពរឹងមាំជាងថ្មបាយក្រៀមផងដែរដែលវាអាចដើរតួនាទីសំខាន់ក្នុងការជួយទ្រទម្ងន់នៃថ្មដែលនៅខាងលើឲ្យបាក់ស្រុតចុះមកក្រោមហើយសាច់ផ្ទៃម៉ត់នៃថ្មភក់ដែលទំនេរគេក៏ឆ្លាក់ជាចម្លាក់ក្បាច់ផ្សេងៗលម្អពីលើផងដែរហើយការតុបតែងលម្អដោយប្រើប្រាស់ថ្មភក់នេះផងដែរយើងប្រទះឃើញមាននៅតែខ្លោងទ្វារមុខបណ្ឌុបនៃតួប៉មប៉ុណ្ណោះចំពោះមូលហេតុដែលប្រាសាទនេះប្រើប្រាស់សម្ភារៈសំណង់ថ្មបាយក្រៀមជាចម្បងព្រោះអាចថាតំណងជានៅតំបន់ទីតាំងប្រាសាទនោះជាទីតាំងដែលសម្បូរដោយថ្មបាយក្រៀមឬពិបាកក្នុងការដឹកជញ្ជូនថ្មភក់មកកាន់ការដ្ឋានសាងសង់ម្យ៉ាងទៀតថ្មភក់ក៏ជាប្រភេទដែលពិបាករកផងដែរហើយប្រាសាទនេះពុំមែនជាប្រាសាទដែលស្ថិតក្នុងរាជធានីឡើយគេមិនលក់រាល់រាត្រីអាឡ័យស្នេហ៍មិនអស់អាឡ័យគេបានសាងសង់កុបរៈចំនួន2ធ្វើពីថ្មបាយក្រៀមនៅជ្រុងខាងកើតនិងខាងលិចដែលកុបរៈនៅជ្រុងខាងកើតមានកម្ពស់9ម៉ែត្រនិងមាននេតិជាខ្លោងទ្វារនៅកុបរៈនេះមានបន្ទប់កណ្ដាលរាងការ៉េហើយគេបានពង្រីកបន្ទប់4ទៀតតាមបណ្ដោយកំពែងសន្ធឹងពីទិសខាងជើងទៅខាងត្បូងដែលខាងជើងមានបន្ទប់2និងខាងត្បូងមានបន្ទប់2ជាក់ស្ដែងបន្ទប់ទាំងពីរនេះមានរាងចតុកោណកែងប៉ុន្តែមានទំហំមិនស្មើគ្នាទេនៅកុបរៈនេះគេបានធ្វើច្រកចេញចូលចំនួន2គឺនៅចំកណ្ដាលដែលជាច្រកទ្វារមានទំហំធំជាងគេនិងច្រកទ្វារមួយទៀតស្ថិតនៅយ៉រខិតមកទិសខាងត្បូងដែលមានទំហំតូចនិងកម្ពស់ទាបឯច្រកទ្វារដែលស្ថិតនៅយ៉រទិសខាងជើងវិញជាច្រកទ្វារបញ្ឆោតដែលគេបានឆ្លាក់ក្បាច់ជាទ្វារបញ្ឆោតពីលើថ្មបាយក្រៀមនៅជញ្ជាំងខាងក្រៅរបស់អគារមិនចង់ឃ្លានពីស្នេហ៍នៅអមសងខាងផ្លូវចូលគេបានចោះបង្អួចគ្មានចម្រឹងចំនួន2ឯនៅជញ្ជាំងបន្ទប់ជាប់នឹងខ្លោងទ្វារកណ្ដាលគេបានចោះបង្អួចបញ្ឆោត2ដោយបង្អួចបញ្ឆោតនេះបិទជិតដោយផ្ទាំងថ្មបាយក្រៀមនិងមានចម្រឹងបង្អួចធ្វើពីថ្មបាយក្រៀមចំនួន5ដើមដាក់បញ្ឈរជាជួរលម្អផងហើយនៅតាមច្រកចេញចូលទាំងនេះបើយើងធ្វើការសង្កេតមើលទៅលើមាត់ទ្វារនោះយើងនឹងឃើញថាគេបានរៀបថ្មដោយទុកចន្លោះឲ្យមានរាងស្រដៀងនឹងត្រីកោណដើម្បីបញ្ជាទម្ងន់ថ្មដែលឲ្យទម្ងន់ថ្មសង្កត់មកខាងគៀនខ្លះកុំឲ្យទម្ងន់ទាំងនេះមកប្រមូលផ្ដុំគ្នានៅចំកណ្ដាលនិងសង្កត់ចុះមកលើមេទ្វារខ្លាំងពេក
ព្រោះវាអាចធ្វើឲ្យមេទ្វារឆាប់បាក់រលំចំណែកឯទ្វារបញ្ឆោតវិញគឺគេមិនប្រើបច្ចេកទេសបញ្ជាទម្ងន់បែបនេះទេព្រោះទ្វារបញ្ឆោតមាននីតិជាជញ្ជាំងសម្រាប់ទ្រទម្ងន់ថ្មប្រាសាទស្រាប់ទៅហើយចំពោះប្រហោងនៅទីនេះវិញគឺបណ្ដាលមកពីការជ្រុះធ្លាក់នៃថ្មមិនមែនជាការប្រើបច្ចេកទេសបញ្ជាទម្ងន់ថ្មឡើយចំពោះការសាងសង់ដំបូលវិញចំបន្ទប់កណ្ដាលគេបានប្រក់លម្អកំពូលប្រាសាទចំនួន2ថ្នាក់មានរាងជាតួប្រាសាទបង្រួមខ្នាតស្ដួចឡើងទៅលើចំណែកឯដំបូលបន្ទប់នៅសងខាងច្រកចូលវិញគេបានប្រក់ដំបូលឲ្យមានរាងកោងនិងមានហោជាងលម្អនៅខាងលើសងខាងផងដូចនេះកុបរៈខាងកើតគឺជាកុបរៈតែមួយគត់ដែលគេបានសាងសង់ជាច្រកទ្វារសម្រាប់ធ្វើដំណើរចេញចូលទៅកាន់បរិវេណខាងក្នុងនៃប្រាសាទអូនប្រាប់ថាស្មងលោកស្រីហើយលើមិនដឹងផ្លាសំដីចំពោះកុបរៈខាងលិចវិញមានទំហំតូចជាងកុបរៈខាងកើតនិងត្រូវបានសង់ឡើងពីថ្មបាយក្រៀមហើយកុបរៈនេះជាកុបរៈបញ្ឆោតដែលបានឆ្លាក់ដាប់ចម្លាក់ចេញជាទ្វារបញ្ឆោតពីលើថ្មបាយក្រៀមតែម្ដងដូច្នេះយើងមិនអាចធ្វើដំណើរចេញចូលប្រាសាទតាមកុបរៈនេះបានទេកុបរៈនេះមានកម្ពស់9ម៉ែត្រកុបរៈបញ្ឆោតនេះមានប្លង់រាងការ៉េនិងត្រូវបានបន្ថែមអគារឬយ៉ពីទៀតរាងជាចតុកោណកែងនៅអមសងខាងអគារប្លង់ការ៉េនេះតាមអបណ្ដោយពីជើងទៅត្បូងនិងមានហោជាងលម្អនៅខាងលើផងនៅលើបន្ទប់ទាំងពីរនេះគេបានប្រក់ដំបូលឲ្យមានរាងកោងដូចទៅនឹងកុបរៈខាងកើតដែរឯនៅដំបូលបន្ទប់មានរាងការ៉េវិញគេបានប្រក់លម្អតួប្រាសាទបង្រួមខ្នាតមាន2ថ្នាក់នៅលើប្រកបដោយក្បាច់សារពើសូត្រលម្អនៅតាមជ្រុងទាំង4ទៀតផងនៅខាងមុខយ៉ដែលសន្ធឹងពីកើតទៅលិចយើងសង្កេតឃើញមានការតុបតែងលម្អដោយហោជាងផ្តែរទ្វារនិងសសរផ្អោកដែលមិនមានក្បាច់រចនាអ្វីឡើយដែលគ្រឿងលម្អទាំងអស់នេះសុទ្ធសឹងតែត្រូវបានសាងសង់ឡើងពីថ្មបាយក្រៀមនៅកុបរៈបញ្ឆោតនេះខ្លងទ្វារខាងកើតគេបានចោះជញ្ជាំងធ្វើជាខ្លងទ្វារអាចឲ្យយើងចូលទៅខាងក្នុងកុបរៈនេះបានប៉ុន្តែมันអាចចេញពីបរិវេណប្រាសាទមកខាងក្រៅបានទេព្រោះនៅច្រកដែលបែរមកទៅខាងលិចគេមិនបានចោះធ្វើជាច្រកទ្វារសម្រាប់ចេញចូលឡើយដោយគេបានប្រើប្រាស់ថ្មបាយក្រៀមបិទផ្ចិតធ្វើជាច្រកទ្វារបញ្ឆោតនៅទីនោះយើងមិនបានឃើញមានការតុបតែងលម្អអ្វីនៅលើជញ្ជាំងខាងក្នុងនិងខាងក្រៅរបស់កុបរៈបញ្ឆោតនេះក្រៅពីបង្អួចបញ្ឆោត2ដាក់នៅអមសងខាងខ្លងទ្វារបញ្ឆោតឡើយហើយកុបរៈទាំងពីរនេះកុបរៈខាងកើតនិងខាងលិចបានតភ្ជាប់ទៅនឹងតួប៉មកណ្ដាលស្ថិតនៅតាមខ្សែអបណ្ដោយសន្ធឹងពីកើតទៅលិចដោយផ្លូវក្រាលថ្មបាយក្រៀមមានទទឹងប្រវែង2ម៉ែត្របើយើងក្រឡេកមើលទៅកាន់ទិសខាងត្បូងនៃហោត្រៃនោះយើងនឹងបានឃើញអគារមួយសង់នៅខាងក្រៅជាប់នឹងកំពែងប្រាសាទមានរាង4ជ្រុងទ្រវែងរាងចតុកោណកែងដែលអគារមួយនេះត្រូវបានអ្នកស្រុកហៅថាគុកសំពៅអគារគុកសំពៅនេះសង់ឡើងពីថ្មបាយក្រៀមហើយគេបានចោះទម្លុះកំពែងប្រាសាទប្រមាណ13ម៉ែត្រដើម្បីទុកចន្លោះឲ្យអគារនេះលេចរូបរាងឡើងបន្តិចនៅក្នុងបរិវេណប្រាសាទអគារគុកសំពៅនេះគេបានធ្វើច្រកទ្វារចេញចូលតែមួយប៉ុណ្ណោះដែលច្រកទ្វារនោះបែរមុខមកចំតួប៉មប្រាសាទតែម្ដងហើយនៅអគារនេះមិនមានខ្លងទ្វារចេញចូលណាក្រៅពីខ្លងទ្វារនេះឡើយគេបានសង់ជញ្ជាំងពីរផ្ទាំងហើយនៅលើជញ្ជាំងនេះគេបានរៀបថ្មបាយក្រៀមឡើងលើដោយបង្ខិតចូលក្នុងបន្តិចម្ដងរហូតជួបប្រសពគ្នានៅខាងលើបង្កើតបានជាដំបូលរាងកោងមួយហើយនៅចុងសងខាងដំបូលនៅទិសខាងលិចនិងខាងកើតគេបានលម្អដោយហោជាងនៅម្ខាងមួយផងហើយនៅចុងសងខាងជញ្ជាំងគេបានរៀបថ្មបាយក្រៀមជាជញ្ជាំងបិទជិតនៅច្រកចេញចូលនៃអគារគុកសំពៅគេលម្អដោយផ្តែរសសរផ្អោកស៊ុមទ្វារនិងហោជាងដែលសង់ឡើងពីថ្មបាយក្រៀមហើយយើងមិនបានឃើញមានការក្បាច់ចម្លាក់លម្អនៅលើចំណុចទាំងនេះឡើយនៅចំកណ្ដាលជញ្ជាំងផ្នែកខាងត្បូងយើងបានឃើញមានតបង្ហូរទឹកមួយដែលបានដាក់បង្កប់ក្នុងសាច់ជញ្ជាំងដោយគេទុកផ្នែកចំពួយវាលានចេញមកក្រៅនិងផ្នែកខាងក្នុងមានរាងលាតត្រប៉ាងធំហើយតបង្ហូរទឹកនេះធ្វើឡើងពីថ្មបាយក្រៀមសប្តាហ៍ថ្ងៃអគារគុកសំពៅនេះ
មានសភាពចាស់ខូចខាតទ្រុឌទ្រោមទៅហើយដោយផ្ទៃអគារមួយចំហៀងបានបាត់បង់ដោយការធ្លាក់ចុះផងដែរ រួចខែរះពេញចុះចាញ់ពពកឆ្ងល់ណាស់ជួនកាលចិត្តបងចាប់ខឹងបើរលឹកអូនស្ងៀម ហោត្រៃគឺជាអគារដែលសង់បែរមុខបញ្ច្រាស់នឹងតួប៉មសំខាន់នៃប្រាសាទជាទូទៅមានហោត្រៃចំនួន2ឬ3ហើយប្រាសាទខ្លះទៀតមានរហូតដល់ទៅ4អមសងខាងផ្លូវហើយជាធម្មតាស្ថាបត្យករខ្មែរនៅសម័យអង្គរតែងតែសង់ហោត្រៃចំនួន2នៅអមសងខាងតួប៉មកណ្ដាលឬច្រកផ្លូវចេញចូលទៅកាន់ប្រាសាទឯប្រាសាទខ្លះទៀតមានហោត្រៃតែមួយប៉ុណ្ណោះដែលភាគច្រើនគេសង់វានៅខាងឆ្វេងច្រកចូលទៅកាន់តួប៉មកណ្ដាលជាក់ស្ដែងប្រាសាទគូហនគរមានហោត្រៃតែមួយប៉ុណ្ណោះហើយហោត្រៃនេះដែរគឺបានសាងសង់ឡើងពីថ្មបាយក្រៀមមានទីតាំងស្ថិតនៅទិសខាងត្បូងចំខាងឆ្វេងនៃច្រកចូលទៅកាន់តួប៉មកណ្ដាលនិងបែរមុខទៅទិសខាងលិចបញ្ច្រាស់នឹងតួប៉មតាមការបកស្រាយរបស់លោក Boisselier ក្នុងសៀវភៅរបស់លោកថានៅក្នុងការសាងសង់ប្រាសាទតូចៗនៅតាមជនបទគេតែងតែសង់ហោត្រៃតែមួយគត់នៅប៉ែកខាងត្បូងនៃបរិវេណប្រាសាទហើយបែរមុខច្រាស់នឹងទិសប្រាសាទជានិច្ចតាមគំនិតនេះបានន័យថាប្រាសាទគូហនគរពិតជាត្រូវបានគេចាត់ទុកក្នុងជំពូកប្រាសាទដែលស្ថិតនៅក្រៅរាជធានីហើយពោលគឺជា5ប្រាសាទដែលបានសង់ឡើងនៅតាមជនបទដាច់ឆ្ងាយពីទីក្រុងអង្គរឬអាចហៅម្យ៉ាងទៀតបានថាសិល្បៈជនបទឬសិល្បៈតាមខេត្តហោត្រៃនេះគេបានពង្រីកញកខ្លីៗពីផ្ទៃជញ្ជាំងសងខាងដែលញកខ្លីៗនេះមានរាងដូចជាថែវពាក់កណ្ដាលនិងប្រក់ដំបូលរាងកោងកណ្ដាលពីលើនៅលើដំបូលរាងកោងនេះគេបានធ្វើបង្អួចតូចផ្ដេកលម្អនៅលើជញ្ជាំងទាំងពីរផ្ទាំងនេះឯផ្ទៃភាគខាងលើហោត្រៃគេបានប្រក់ដំបូលរាងកោងហើយនៅចុងដំបូលរាងកោងទាំងសងខាងនេះគេបានបិទភ្ជាប់ជាមួយនឹងហោជាងនៅច្រកចេញចូលហោត្រៃនេះគេបានលម្អដោយមានសសរពេជ្រដែរហោជាងតម្រួតនៅខាងលើនិងសសរផ្អោបធ្វើពីថ្មបាយក្រៀមសសរពេជ្រនៅទីនេះមានរាង8ជ្រុងធ្វើពីថ្មភក់ប៉ុន្តែគ្មានក្បាច់រចនាអ្វីឡើយចំពោះផ្តែរនៅហោត្រៃនេះវិញយើងមិនបានឃើញមាននៅលើសសរពេជ្រនោះទេខ្វល់ខ្វាយនឹកស្ដាយពុំមានពេលណាអូបានដំបងកងកម្មវាសនាដែលខ្ញុំប្រាថ្នាគ្មានពេលទំនេរនៅក្នុងបរិវេណនៃប្រាសាទយើងឃើញមានតួប៉មមួយមានរាងការ៉េកម្ពស់ប្រហែល12ម៉ែត្រតួប៉មនេះត្រូវបានសាងសង់តាមបែបផាសនាដែលជាទូទៅគេឃើញនិយមសាងសង់នៅក្នុងសម័យមុនអង្គរមិនសូវនិយមសាងសង់នៅសម័យអង្គរនោះទេប៉ុន្តែមានករណីខ្លះត្រូវបានសាងសង់នៅសម័យអង្គរតួយ៉ាងដូចជាតួប៉មកណ្ដាលនៃប្រាសាទគូហនគរនេះឯងដំបងខ្ញុំពងតួប៉មនេះត្រូវបានសាងសង់ឡើងពីថ្មបាយក្រៀមរំរៀបជាជញ្ជាំង4ផ្ទាំងសង់នៅលើខឿនតែមួយរាងជាកាកបាទមានកម្ពស់ប្រហែល1ម៉ែត្រនៅតាមជ្រុងកែងរបស់ជញ្ជាំងនិងខឿនមានលម្អទៅដោយក្បាច់សារពើសូត្រ3ជ្រុងចំណែកឯដំបូលមានលក្ខណៈសំប៉ែត្រួតលើគ្នាពីខ្នាតធំទៅតូចរហូតទៅដល់កំពូលលើគេសង្កេតឃើញថាមានការតុបតែងលម្អដូចជាតួប៉មប្រាសាទដែរដែលមានការរចនាលម្អដោយក្បាច់ខ្សែរបៀបជាក្បាច់ក្បាលជញ្ជាំងនិងមានសារពើសូត្រលម្អតាមក្បាច់ក្បាលជញ្ជាំងផងដែររីឯក្បាច់កំពូលបង្អស់របស់តួប៉មត្រូវបានបាត់បង់ទៅហើយដោយយើងមិនអាចដឹងថាក្បាច់នោះមានរូបរាងដូចម្តេចឡើយនៅខាងក្នុងនៃតួប៉មគឺមានតុបតែងអ្វីនោះទេដោយផ្ទៃជញ្ជាំងមានសភាពរាបស្មើនិងងងឹតស្លុបតួប៉មនេះមិនត្រូវបានចោះប្រហោងជាបង្អួចដើម្បីឲ្យមានពន្លឺនិងខ្យល់ចេញចូលឡើយដើម្បីធ្វើដំណើរចូលទៅក្នុងតួប៉មនេះបានយើងត្រូវឆ្លងកាត់មណ្ឌពមួយជាមុនសិនដែលគេសាងសង់វាជាប់ទៅនឹងទ្វារច្រកចេញនៃតួប៉មនិងបែរទៅទិសខាងកើតតួប៉មកណ្ដាលនេះគេអាចហៅម្យ៉ាងទៀតថាគគ្រឹះគឺបានមកពីពាក្យគ
បូកឲ្យពាក្យគ្រឹះដែលពាក្យថាកមានន័យថាផ្ទៃរបស់ស្ត្រីជាកន្លែងប្រភពនៃកំណើតឯពាក្យគ្រឹះមានន័យថាគេហៈផ្ទះឬបន្ទប់ដូច្នេះពាក្យកគ្រឹះមានន័យថាបន្ទប់ដែលមានលក្ខណៈដូចជាផ្ទៃរបស់ស្ត្រីហើយបានជាកគ្រឹះនេះគេធ្វើឲ្យមានសភាពងងឹតគ្មានបង្អួចនិងមានច្រកចេញចូលតែមួយក៏ព្រោះថាគេបានយកលំនាំនៃការសាងសង់នេះដូចទៅនឹងផ្ទៃរបស់ស្ត្រីដែលមានសភាពងងឹតស្លុបដូចគ្នាឯងសូមឲ្យអ្នកស្នេហ៍នឹកឃើញគ្រាដើមកូនឡងយូរឆ្នាំចាំទេសួនមានតែរូបអូនដែលជាដងមណ្ឌពគឺជាបន្ទប់រាងវែងលយទៅមុខហើយស្ថិតនៅជាប់តួប៉មសំខាន់ដើម្បីអាចឆ្លងចូលតួប៉មបានយើងត្រូវចូលតាមច្រកផ្លូវខាងកើតដែលមានអគារមួយហៅថាមណ្ឌពដើម្បីអាចភ្ជាប់ពីតួប៉មមណ្ឌពបានគេត្រូវសាងសង់ជញ្ជាំងខ្លីមួយដែលប្រក់ទៅដោយដំបូលរាងកោងដែលគេហៅថាឥន្ទ្រល័ក្ខហើយនៅពីមុខឥន្ទ្រល័ក្ខនេះគេសង់ភ្ជាប់នឹងមណ្ឌពរាងចតុកោណកែងប្រវែង 9.30 ម៉ែត្រកម្ពស់12ម៉ែត្ររូបនេះគេចែកចេញជា3ផ្នែកដោយនៅផ្នែកកណ្ដាលនៃមណ្ឌពគេបានពង្រីកផ្ទៃជញ្ជាំងឲ្យលយចេញទៅក្រៅបន្តិចមានប្រវែងទទឹងធំជាងគេនិងមានកម្ពស់ប្រក់ដំបូលរាងកោងដោយថ្មបែកគ្រីនិងមានសសរស្តម្ភទ្រនៅផ្នែកខាងក្នុងអមសងខាងមណ្ឌពគេសាងសង់យក2ទៀតដែលមានទំហំធំតូចនិងមានកម្ពស់ទាបជាងមណ្ឌពខាងមុខមណ្ឌពគេបានចោះទ្វារធំមួយសម្រាប់ធ្វើជាច្រកចេញចូលទៅកាន់តួប៉មដោយនៅអមសងខាងទ្វារគេលម្អទៅដោយស៊ុមទ្វារសសរពេជ្រសសរផ្អោបផ្ដែនិងហោជាងធ្វើអំពីថ្មភក់ប្រកបដោយក្បាច់ចម្លាក់យ៉ាងប្រណិតបានដំបងខ្ញុំពងយូរហើយតើថ្ងៃណាឡើយបានយល់ភក្ត្រានៅប្រាសាទគូហនគរស៊ុមទ្វារត្រូវបានគេសាងសង់គ្រប់ទ្វារចេញចូលទាំងអស់ដែលបានសង់ឡើងពីថ្មបែកក្រៀមលើកលែងតែស៊ុមទ្វារនៅមុខមណ្ឌពនិងច្រកចេញចូលហោត្រៃប៉ុណ្ណោះដែលបានសាងសង់ឡើងពីថ្មភក់ស៊ុមទ្វារទាំងពីរនេះមានតែស៊ុមទ្វារនៅមណ្ឌពទេដែលបានតុបតែងឆ្លាក់លម្អក្បាច់ផ្សេងបើស៊ុមទ្វារនៅហោត្រៃឯនោះវិញគឺគ្មានការតុបតែងលម្អអ្វីឡើយសសរពេជ្រមានតួនាទីសម្រាប់លម្អនិងទ្រទម្ងន់របស់ផ្តែរនៅប្រាសាទនេះមានសសរពេជ្រចំនួន4ដើមដែលស្ថិតនៅខ្លោងទ្វារមណ្ឌព2និងហោត្រៃ2ប៉ុន្តែសសរពេជ្រនៅហោត្រៃគឺគ្មានក្បាច់រចនាទេដោយគេគ្រាន់តែខាត់សសរពេជ្រឲ្យចេញជារាង8ជ្រុងនិងដាក់តម្កល់នៅលើជើងទម្ររាង4ជ្រុងប៉ុណ្ណោះចំណែកឯសសរពេជ្រនៅខ្លោងទ្វារមណ្ឌពវិញគឺមានកម្ពស់2ម៉ែត្រមានមុខ8ជ្រុងសសរពេជ្រនេះជាសសរឯករាជ្យដែលត្រូវបានគេឆ្លាក់រួចយកទៅដាក់តម្រៀបដោយមិនបានឆ្លាក់ជាប់ជាមួយនឹងសសរផ្អោបនោះទេជាទូទៅសសរពេជ្រមាន3ផ្នែកគឺមានផ្នែកក្បាលសសរតួសសរនិងគល់សសរដែលស្ថិតនៅលើថ្មរាង4ជ្រុងក្បាលនិងគល់សសរត្រូវបានខណ្ឌដោយក្បាច់ខ្សែមួយរាងជារង្វង់ចំណែកឯតួសសរវិញយើងឃើញមានក្បាច់រង្វាន់ចំនួន3ដែលខណ្ឌដោយ1/2និង1/4មានទំហំស្មើគ្នានៅចំកណ្ដាលនៃ1/2និង1/4មានក្បាច់រង្វាន់ធំហើយនៅលើក្បាច់រង្វាន់ធំនោះមានលម្អទៅដោយក្បាច់ពេជ្រជ្រុងរាងជាបន្ទះនៅខាងលើក្រោមក្បាច់ពេជ្រជ្រុងគឺមានក្បាច់រង្វាន់តូចៗនៅអមសងខាងស
សរផ្អោបមាននីតិសម្រាប់លម្អនិងទ្រទម្ងន់ហោជាងសសរផ្អោបនៅមណ្ឌពនេះមានកម្ពស់ 2.5 ម៉ែត្រនិងមានចម្លាក់ក្បាច់ផ្កាភ្ញីលម្អនៅលើតួសសរផងដែរក្បាច់ផ្កាភ្ញីនេះត្រូវបានគេឆ្លាក់ជារាងក្បាច់ត្របកឈូកបំបែកជាស្រទាប់នៅខាងក្រោមក្បាច់ត្របកឈូកយើងឃើញមានសន្លឹកក្បាច់ពីរផ្ទាំងតូចៗសំយ៉ុងចុះមកក្រោមប្រសិនបើជាយើងមើលពីចម្ងាយយើងនឹងឃើញថាក្បាច់ផ្កាភ្ញីទាំងអស់នោះមានរាងដូចទៅនឹងក្បាលព្រួញអញ្ចោះដែរហើយនៅអមសងខាងក្បាច់ត្របកឈូកបំបែកយើងសង្កេតឃើញថានៅខាងគៀននៃក្បាច់ទាំងនោះគឺមានក្បាច់ផ្កាដកច័ន្ទតូចៗចំនួន2ជួរនៅអមសងខាងបើយើងមើលនៅចំកណ្ដាលត្របកឈូកយើងនឹងឃើញមានរូបតាបសឬអេសីកំពុងសមាធិដោយអង្គុយគង់ភ្នែនដាក់ដៃទាំងពីរគុំចូលគ្នានៅលើដើមទ្រូងក្នុងលក្ខណៈប្រណម្យគេឆ្លាក់រូបតាបសនេះឆ្លាស់គ្នារហូតទៅដល់សន្លឹកខាងលើដែលមានរូបទេពស្រីអប្សររេរាំមានប្រវែងប្រមាណជា5សង់ទីម៉ែត្ររូបស្រីទេពនេះត្រូវបានគេឆ្លាក់នៅលើក្បាច់ត្របកឈូកបំបែកនៃសសរផ្អោបដែលស្ថិតនៅអមសងខាងទ្វារចេញចូលរបស់មណ្ឌពរូបនេះមានកាយវិការអែនទៅម្ខាងហើយដៃសងខាងពុតកោងជាលក្ខណៈរេរាំនិងមានទឹកមុខញញឹមនៅខាងក្រោមសសរផ្អោបនៅទិសខាងជើងវិញគេបានឆ្លាក់រូបបដិមាទំនងជារូបព្រះក្រឹស្ណាដែលនៅលើក្បាលពាក់មកុដមានកំពូលស្រួច3មានដងខ្លួនស្រឡូនកាត់ចង្កេះដៃឆ្វេងទម្លាក់ចុះក្រោមឯដៃស្ដាំលើកឡើងទៅលើនិងមានទឹកមុខញញឹមក្នុងលក្ខណៈកំពុងទ្រភ្នំវរធនក្រៅពីបដិមាសិល្បៈចម្លាក់រូបមនុស្សគេក៏បានឆ្លាក់ជារូបសត្វផងដែរបើយើងសង្កេតមើលទៅលើផ្នែកខាងក្រោមនៃសសរផ្អោបទិសខាងត្បូងយើងនឹងឃើញមានរូបសត្វតោមួយក្បាលនៅលើផ្ទៃនៃសសរផ្អោបទម្រង់ឈរត្រង់ជើងមុខបន្ទន់ជើងក្រោយកន្ទុយបះឡើងទៅលើក្បាលងើយមកមុខបន្តិចមើលទៅទំនងជានឹងហក់ទៅចាប់អ្វីមួយផ្តែរគឺជាគ្រឿងតុបតែងលម្អមានរាង4ជ្រុងទ្រវែងឬចតុកោណកែងនៅប្រាសាទគូហនគរគេបានលម្អផ្តែរធ្វើអំពីថ្មភក់ដាក់តម្កល់នៅលើទ្វារចេញចូលនៃមណ្ឌពផ្តែរនេះស្ថិតនៅក្នុងរចនាបថឃ្លាំងអន្តរកាលជាមួយនឹងរចនាបថបាភួនហើយមូលហេតុដែលយើងសន្និដ្ឋានបែបនេះក៏ព្រោះតែផ្តែរនេះមិនមានលក្ខណៈឃ្លាំងចំនោះទេដែលវាមានលាយលក្ខណៈរបស់បាភួនត្រង់ស្លឹកឈើរាងជាទំពក់ដែលមានឆ្លាក់រាងជ្រៅមានក្បាច់ពុតចុះឡើងដែលមានភាពរស់រវើកជាងនៅក្នុងរចនាបថឃ្លាំងបើយើងសង្កេតទៅលើផ្ទៃផ្តែរយើងនឹងឃើញមានបន្តធ្នូរាងជាកម្រងមែកឈើលម្អទៅដោយក្បាច់ស្លឹកឈើរាងជាទំពក់ធ្លាក់ចុះមកក្រោមដែលមានលក្ខណៈឆ្លាក់ជ្រៅនិងមានស្លឹកពុតពើងចុះឡើងដូចទៅនឹងរចនាបថបាភួនផងដែរស្លឹកឈើរាងជាទំពក់រាងគ្នាជាជួរដែលមានចំនួន4នៅលើផ្ទៃផ្តែរនិងមានលក្ខណៈជាប់ជិតគ្នាដែលយើងពុំអាចមើលឃើញធ្លុះទៅខាងក្រោយនៃផ្ទៃផ្តែរបានឡើយគម្រោងមែកឈើនៅចំកណ្ដាលមានរាងកោងពុតចុះក្រោមខ្លាំងមានលម្អទៅដោយរូបព្រះឥន្ទដែលមានព្រះភ័ក្ត្រញញឹមគង់នៅលើដំរីឯរវ៉ាន់ក្បាល3ដែលជាយានជំនិះរបស់ទ្រង់រូបដំរីឯរវ៉ាន់នេះពេលខ្លះត្រូវបានគេឆ្លាក់មានក្បាលតែមួយខ្លះទៀតត្រូវបានគេឆ្លាក់ចេញក្បាល3ចំពោះនៅក្នុងសិល្បៈឥណ្ឌាដំរីឯរវ៉ាន់នេះមានក្បាលរហូតដល់33ប៉ុន្តែគេឆ្លាក់តែ3ឬតែមួយប៉ុណ្ណោះដើម្បីតំណាងឲ្យក្បាល33នោះឯងនៅក្នុងគំនិតរបស់ខ្មែរគេក៏បានឲ្យឈ្មោះដំរីនេះថាកណ្ដឹង3000នៅចំកណ្ដាល
មានទម្រង់ជារំយោលធ្លាក់ចុះមកក្រោមនិងមានស្លឹកឈើរាងស្រួយៗនៅអមសងខាងបើតាមទេវកថាព្រះអិនជាទេពប្រចាំទិសខាងកើតនៅក្នុងរឿងព្រហ្មញ្ញសាសនាដូច្នេះហើយទើបផ្តែរនៅមណ្ឌពត្រូវបានគេឆ្លាក់ចម្លាក់រូបព្រះអិនព្រោះជាផ្តែរដែលបានមុខទៅទិសខាងកើតចំណែកឯផ្តែរនៅអាគារគុកសំពៅគោបរៈខាងកើតនិងគោបរៈបញ្ឆោតវិញគឺធ្វើឡើងអំពីថ្មបាយក្រៀមនិងគ្មានឆ្លាក់ចម្លាក់ក្បាច់លម្អអ្វីនោះឡើយហោជាងគឺជាផ្នែកមួយដែលស្ថិតនៅខាងលើផ្តែរជាប់ទៅនឹងដំបូលខាងលើជាទូទៅវាត្រូវបានឆ្លាក់ក្បាច់លម្អទៅដោយឈុតឆាកសាច់រឿងទេវកថាឬក្បាច់ផ្កាភ្ញីហោជាងត្រូវបានបែងចែកចេញជា3ផ្នែកគឺដងក្តារនាគដងក្តារនិងទ្រនងនាគឬបៃកាដងក្តារគឺជាផ្នែកក្របក្តារដែលខ្លះមានរាងជាខ្លួននាគឯនាគដងក្តារគឺជាក្បាលនាគខាងចុងក្រោមនៃដងក្តារចំណែកឯទ្រនងនាគឬបៃកាជាសន្លឹកក្បាច់ស្រួចមួយជួរខាងលើដងក្តារដែលដូចជាទ្រនងនាគដែរបើយើងក៏លេចមកមើលហោជាងនៅប្រាសាទគូហនគរវិញយើងនឹងឃើញថានៅទីនេះមានការសាងសង់ហោជាងដោយប្រើប្រាស់ថ្មពីរប្រភេទគឺប្រភេទថ្មបាយក្រៀមនិងថ្មភក់ចំពោះហោជាងដែលសាងសង់អំពីថ្មបាយក្រៀមគឺគេពុំមានឆ្លាក់ក្បាច់លម្អឬក្បាច់ឆាកសាច់រឿងអ្វីឡើយដោយគេគ្រាន់តែតម្រៀបថ្មបាយក្រៀមឡើងឲ្យមានរាងជាត្រីកោណចេញពីហោជាងប៉ុណ្ណោះហើយហោជាងដែលសាងសង់ពីថ្មបាយក្រៀមយើងអាចឃើញមាននៅខ្លោងទ្វារគោបរៈខាងកើតគោបរៈបញ្ឆោតអគារគុកសំពៅនិងហោត្រៃចំណែកឯហោជាងដែលសង់ពីថ្មភក់វិញយើងឃើញគេយកមកលម្អនៅខ្លោងទ្វារចូលមណ្ឌពនៅផ្ទៃនៃហោជាងគេបានដាប់សាច់ថ្មឲ្យចេញជារាងក្របហោជាងឬដងក្តារដែលមានរាងកោងចុះឡើង5មាត់ព័ទ្ធជុំវិញផ្ទៃកណ្ដាលឯចុងសងខាងដងក្តារគេបានឆ្លាក់រូបនាគក្បាល5ដោយក្បាលកណ្ដាលមានខ្ជាក់កម្រមីលាចុះមកក្រោមហោជាងនេះមើលទៅទំនងជាឆ្លាក់មិនទាន់ហើយស្រេចនោះទេពីព្រោះនៅលើផ្ទៃហោជាងគេឃើញមានរូបព្រាវព្រាងឲ្យចេញជារូបដែលត្រូវឆ្លាក់ហើយម្យ៉ាងទៀតសាច់ថ្មនៅខាងលើមានសភាពកក្រែងកក្រើមហាក់បីដូចជាមិនទាន់បានឆ្លាក់ដាប់សាច់ថ្មចេញនួនងបែកខាងនួនអកុំប្រកាន់បងខាងព្រោះស្រឡាញ់នៅក្នុងមណ្ឌពនេះគេប្រើប្រាស់សសរចំនួន4ដើម្បីលម្អនិងទ្រទម្ងន់ដំបូលរបស់មណ្ឌពសសរនេះផ្គុំឡើងដោយថ្មបាយក្រៀម3ដុំដាក់តម្រួតលើគ្នាកម្ពស់ប្រហែល3ម៉ែត្រនិងមិនមានឆ្លាក់ក្បាច់លម្អនៅតាមសសរឡើយឯនៅផ្នែកខាងក្រោមសសរទាំងនេះយើងមិនឃើញមានអ្វីសម្រាប់លម្អឬទ្រឡើយដោយគេបានដាក់តួសសរផ្ទាល់និងកម្រាលថ្មបាយក្រៀមរបស់មណ្ឌពបណ្ដោខាងផងម៉ែបងទើបតែនៅបងបានដឹងច្បាស់បងបានដឹងច្បាស់ស្រះស្រង់គឺស្ថិតនៅទិសខាងកើតនៅអមសងខាងផ្លូវចូលទៅកាន់ប្រាសាទស្រះស្រង់ទាំងពីរនេះមានរាងជាចតុកោណកែងមានបណ្ដោយប្រមាណ45ម៉ែត្រទទឹង20ម៉ែត្រប៉ុន្តែស្រះទាំងពីរនេះមានជម្រៅមិនស្មើគ្នានោះទេគេបានជីកស្រះទាំងពីរនេះភ្ជាប់ទៅនឹងប្រាសាទដើម្បីទុកជានិមិត្តរូបតំណាងឲ្យព្រះពិសិដ្ឋនៅក្នុងលទ្ធិព្រហ្មញ្ញសាសនាអគារបន្ទប់ដែលប្រើប្រាស់ដំបូលរាងកោងបែបនេះមិនអាចមានទំហំធំទូលាយឡើយព្រោះក្នុងការប្រាក់ដំបូលឲ្យមានរាងកោងបែបនេះគឺគេត្រូវការយកថ្មមកតម្រឹម
ហើយដាក់ដង្រៀបលើគ្នាដោយខិតចូលក្នុងបន្តិចម្ដងរហូតคล้ายជាដំបូលដែលមានរាងកោងបិទជិតមួយដូច្នេះហើយកាលណាបន្ទប់នោះមានទំហំធំដំបូលក៏ងាយនឹងបាក់ធ្លាក់ចុះមកដូចគ្នានេះដែរស្ថាបត្យករដែលបានសាងសង់ប្រាសាទគុហនគរនេះបានយករបៀបប្រក់ដំបូលរាងកោងមកប្រើប្រាស់គ្រប់សមត្ថភាពសំណង់របស់ប្រាសាទចំណែកឯរបៀបរៀបដំបូលកោងនៅប្រាសាទនេះគឺគេប្រើប្រាស់ថ្មបាយក្រៀមដោយយកថ្មបាយក្រៀមមានរាង4ជ្រុងទ្រវែងដាក់តម្រៀបពីលើគ្នាដោយបង្ខិតមករកគ្នាបន្តិចម្ដងរហូតបានជាដំបូលបិទជិតមួយដែលមានរាងកោងចំណែកឯដំបូលរបស់តួប៉មនិងតួប្រាសាទបង្រួមខ្នាតនៅខាងលើកុបរៈទាំងពីរគេបានប្រក់ដំបូលរាងកោងដែលមានជាជញ្ជាំង4ផ្ទាំងហើយគេបានតម្រៀបដុំថ្មចូលទៅក្នុងបន្តិចម្ដងរហូតជួបគ្នានៅចំណុចមួយនាផ្នែកខាងលើរួចហើយបិទជិតដុំថ្មដោយថ្មមួយដុំមានរាងការ៉េក្តីស្នេហ៍កុំឲ្យបាច់បែដោយស្នេហ៍ប្រមោចំរៀងអាឡ័យក្នុងជារួមមកបន្ទាប់ពីបានសិក្សាពីប្រាសាទនេះរួចមកយើងឃើញថាប្រាសាទគុហនគរនេះជាប្រាសាទមួយដែលបុព្វបុរសខ្មែរនាសម័យបុរាណបានកសាងទុកជាទីសក្ការៈសម្រាប់ឧទ្ទិសដល់ព្រះឥសូរនិងបានបន្សល់ទុកជាកេរដំណែលដែលជាប្រាសាទសាងសង់ពីថ្មបាយក្រៀមនៅអំឡុងសតវត្សទី11ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី1ប្រាសាទនេះមានកំពែងព័ទ្ធជុំវិញដោយមានគោបុរៈ2បែរមុខទៅទិសខាងកើតនិងទិសខាងលិចដែលគោបុរៈខាងលិចជាគោបុរៈបញ្ឆោតនៅក្នុងបរិវេណប្រាសាទមានតួប៉មមួយមានភ្ជាប់នឹងមណ្ឌពដែលបែរមុខទៅទិសខាងកើតមានហោត្រៃនៅខាងត្បូងមណ្ឌពបែរមុខទៅទិសខាងលិចបញ្ច្រាស់តួប៉មនិងមានអាគារគុកសំពៅសង់អែបនៅជាប់នឹងកំពែងប្រាសាទទិសខាងត្បូងក្បែរហោត្រៃគ្រប់សភាពប្រាសាទទាំងអស់សុទ្ធសឹងតែបានប្រក់ដំបូលបែបរាងកោងចូលក្នុងបិទជិតពីថ្មបាយក្រៀមចំណែកឯការឆ្លាក់ក្បាច់វិញគឺឃើញមានការប្រើប្រាស់ក្បាច់ផ្កាភ្ញីនៅលើតែផ្តែរទ្វារនិងសសរផ្អោបប៉ុណ្ណោះហើយប្រាសាទនេះក៏កំពុងតែជួបប្រទះនៅការខូចខាតបែកបាក់បាត់បង់ដែលបណ្ដាលមកពីធម្មជាតិពេលវេលានិងមនុស្សដែលបានលួចគោះកកាយយកសម្បត្តិនិងវត្ថុបុរាណរបស់ប្រាសាទដោយមិនយល់ពីតម្លៃនៃប្រាង្គប្រាសាទដែលមានអាយុរាប់រយឆ្នាំមកនេះទេជាយូរខែឆ្នាំតើឲ្យទ្រាំចាំដេចទៅពេលនេះចំបៃសៀមរាបបងអើយមានតែអ្នកហើយព្រះលោកដំរើជួយផងគ្រាន់ឲ្យបងបានរស់នៅជាគ្នាតទៅនឹងចំបៃអើយ